Okបងប្អូនអូខេបងប្អូនឥឡូវនេះយើងកំពុងតែនៅក្នុងបន្ទប់គេងនៅស្ថានភាពដែលយើងទៅ check in ហើយតាម Airbnb ជឿថាបងប្អូនមួយចំនួនអត់សូវប្រើ Airbnb នៅប្រទេសខ្មែរយើងហើយនេះក៏ជាលើកដំបូងសម្រាប់ខ្ញុំដែរតែបុកតាម Airbnb និយាយទៅបុកពោះឲ្យភ័យមែនទែនព្រោះអីលើកដំបូងខ្មែរអត់សូវប្រើហើយណាមួយយើងខ្លាចថាអូតិចគេ scam បោកយើងអីចឹងទៅយើងកក់ទៅពេលមកអត់មាននេះហើយពេលដែលខ្ញុំមកហ្នឹងណាគឺស្ថានភាពនឹងនៅមានកន្លែងដែលគេធ្វើតន់ហើយអញ្ចឹងពួកគាត់ក្នុងចិត្តបុកពុះថាតិចគេនេះមែនតើទៅមានតែចង់និយាយមានតែស្ថានភាពប្រទេសអត់មានអីតែគេមានផ្នែកដែលគេធ្វើហើយអញ្ចឹងនេះបងប្អូនអាចសាកល្បងបានជាមួយខ្ញុំបង្ហាញពីបន្ទប់មានសម្ភារៈអីខ្លះគឺដូចតែយើងនៅtrongបងប្អូនគេមានសម្ភារៈអីមកចោលឲ្យយើងល្អជាងទស្សនៈក៏ដូចជាស្ថានភាពផ្សេងៗរបស់បុគ្គលិកផ្សេងៗទៀតនេះគឺ Airbnb និយាយទៅវាដឹងថាគុណភាពតំណែងហើយដូចសម្រាប់តែយើងនេះហេតុផលដំបងគេដែលខ្ញុំនេះហ្នឹងសម្រាប់ចិត្តថាបុកហ្នឹងគឺមកពីមានម៉ាស៊ីនបោកកៅអៅហើយកៅអៅខ្ញុំស្ទើរមកទឹកពីទឹកចង់ពីចូលពីទឹកស្ទៀងនេះតើបានបោកគេនេះមានម៉ាស៊ីនបោកចឹងយប់នឹងខ្ញុំទាំងនេះហើយតំទិញសាប៊ូគួរកៅអៅគេក៏អូបតែគេមានម៉ាតចិត្តនឹងតែបងប្អូនចឹងយើងក៏ចុះបន្តិចឆ្លងផ្លូវបន្តិចគឺដល់ម៉ាតគេធំមែនតើនិយាយទៅលក់សពហ្មងខ្ញុំតំទិញមកផ្សារវិញតែកំពុងតាមប្រើហើយគេមានចានឆ្នាំងគេឥឡូវមិនដែរមកនេះចង្ក្រានគេចង្ក្រានធំហូបហើយនៅក្រោមហ្នឹងគេមានសម្ភារៈមួយទៀតសម្ភារៈចានឆ្នាំងអីទៅមកដែរប្រយ័ត្នមិននឹងបានទិញស្អំទុកឆាជាមួយពងមាន់យើងនឹងស្យងចេកទុកធ្វើសម្លបន្ទប់ទឹកគេគឺធំមានសាក់មានអីទូអីសតឲ្យយើងហើយថ្ងៃបងប្អូនចាំខ្ញុំបងប្អូនចាំអារម្មណ៍ចាំខ្ញុំដាក់ឈ្មោះកន្លែងឲ្យថាកន្លែងណាឲ្យដឹកមកនៅណាព្រោះអីយើងនៅប្រយ័ត្នយ៉ាងពេលយើងបុកជាមួយ Airbnb ពេលខ្លះទៅចំអីចំដល់ហើយនេះគឺមានសម្ភារៈចានឆ្នាំងចង់និយាយចានឆ្នាំងសម្រាប់ចានហូបបាយអីស្ព្រីអីយើងមកចោតមានវ៉ៃគួយតុកនឹងបាយទៅនេះនឹងតុកទៀតមានទូរទស្សន៍ស្នាធិលើកទេនឹងមានកន្លែងនេះអ៊ុតកៅអៅអីចឹងឲ្យយើងចាក់ក្រែពីកន្លែងពួកកៅអៅអីចឹងទៅនេះគឺធំវិញទៀតស្នាអ៊ុតមាននៅក្រៅមានបោកគ្នានិយាយទៅមិនហ្នឹងចូលមកគឺទៅរីសិនទៅឆ្លៀតទៅផ្សារមកពេលមេងឹតតែមានអីមកវិញមកជប់នេះសួរមានតុកទួយចឹងទៀតទៅមកក្រែនេះជន់ទី8បងប្អូនខ្ញុំសឹកពេកប្រហែលក្រោកជន់ទៀតជានឹងទឹកកាន់តែល្អសិនទៅចិត្តនិយាយទៅវីដេអូនេះមានតែប៉ុណ្្នឹងទេចង់ណែនាំបងប្អូនពីបទពិសោធន៍ថ្មីរបស់ខ្ញុំដែលខ្ញុំបានបុកតាម Airbnb ហើយឈ្មោះដែលខ្ញុំក្រុមហ៊ុនដែលខ្ញុំបុកជាមួយហ្នឹងគឺឈ្មោះសុបិនហោមនិយាយទៅឯកជនដែរទេគាត់ថាឈ្មោះបែប business គាត់គឺសុបិនហោមហើយពេលយើងនេះហ្នឹងគឺគាត់ឲ្យលេខកូដដែលយើងអាចទៅចុចយកសោចូលបន្ទប់ណាហើយដំបូងទីមានតិចគាត់ឲ្យលេខកូដខុសតែគាត់តបលឿនដែរអញ្ចឹងទៅក៏បានចូលសេរីអ៊ីត្រឹមត្រូវវិញអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយ